ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃហ្នឹងគឺនាងខ្ញុំចង់ធ្វើបង្អែមមួយមុខដែលនាងខ្ញុំធ្លាប់ប្រកួតនៅក្នុងវគ្គផ្ដាច់ព្រាត់ណាបងប្អូនហើយជាបងប្អូនមួយចំនួនគាត់ចង់ដឹងពីរបៀបធ្វើបង្អែមមួយមុខនេះណាគឺជាបង្អែមដែលមានឈ្មោះថារកត់ចម្រុះពណ៌តាមពិតបង្អែមមួយមុខនេះអត់មានពិបាកអីទេបើសិនជាបងប្អូនមួយចំនួនគាត់ធ្លាប់ធ្វើនំអ៊ីបងប្អូននឹងដឹងហើយថារបៀបធ្វើប្រហែលគ្នាខ្ញុំបានយកបន្លែដើម្បីយកមកច្នៃជាពណ៌ដែលមាន3ពណ៌ដូចជាពណ៌កាមេអំបៅល្ពៅហើយនឹងត្រាវបងប្អូនគួរហ្នឹងខ្ញុំអត់បានយកល្ពៅមកធ្វើទេបងប្អូនដោយសារពេលវេលាខ្លីពេកអញ្ចឹងខ្ញុំអត់បានដាក់បានច្រើនពណ៌អញ្ចឹងហើយលើកនេះខ្ញុំចង់ធ្វើឲ្យមានពណ៌ច្រើនបន្តិចតែរបៀបធ្វើគឺដូចកាលពីខ្ញុំប្រកួតនៅក្នុងសូអញ្ចឹងណាបងប្អូនអញ្ចឹងគ្រឿងផ្សំរបស់យើងគឺមានល្ពៅមានត្រាវសាច់ដូងចាស់ស្ករសខ្ទិះដូងមានផ្កាមេអំបៅចាហើយម្សៅដែលយើងត្រូវលាយនេះគឺជាម្សៅដំណើបបងប្អូនហើយបន្ថែមមួយទៀតគឺទឹកដូងសម្រាប់ធ្វើទឹកស្ករតែឥឡូវរៀបរាប់មិញភ្លេចប្រាប់ពីរបៀបធ្វើចាដំបូងនេះគឺយើងហាន់ត្រាវហើយនឹងល្ពៅឲ្យល្អិតៗទូចៗដើម្បីស្ងោរទៅចាប់ផុយបងប្អូនចាគឺយើងស្ងោរឲ្យផុយចាអញ្ចឹងខ្ញុំទុកស្ងោរសិនបន្ទាប់មកខ្ញុំមកលាយម្សៅសិនណាសម្រាប់ម្សៅគឺយើងលាយចែកចេញជា4ណាបងប្អូនវិធីមួយគឺយើងលាយជាមួយនឹងល្ពៅត្រាវហើយនឹងការមេអំបៅហើយមួយទៀតគឺជាពណ៌ធម្មជាតិពណ៌សរបៀបលាយម្សៅយើងត្រូវចែកម្សៅចេញជា4ណាបងប្អូនទី1គឺយើងលាយជាមួយនឹងការមេអំបៅដោយប្រើខ្ទិះដូងបន្តិចអំបិលបន្តិចហើយដាក់ទឹកផ្កាមេអំបៅចូលរួចហើយច្បល់វាចូលគ្នាឲ្យសព្វទៅរហូតដល់ម្សៅរបស់យើងហ្នឹងកករឹងឥឡូវនេះខ្ញុំកំពុងតែលាយការមេអំបៅជាមួយនឹងខ្ទិះដូងចាច្បល់ឲ្យសព្វចូលគ្នាកុំឲ្យខាប់ពេកចាបើសិនជាខាប់ឬរាវពេកក៏យើងពិបាកនឹងលុញដែរចាហើយបន្ទាប់មកខ្ញុំលាយពណ៌សធម្មតាជាមួយនឹងខ្ទិះដូងបន្តិចហើយអំបិលបន្តិចណាបងប្អូនឥឡូវនេះយើងមកមើលត្រាវនិងល្ពៅស្ងោររបស់យើងគឺបានឆ្អិនហើយផុយល្អហើយខ្ញុំចាប់ផ្ដើមស្រង់ចេញមកយកមកកិនឲ្យម៉ត់គឺយើងកិនដាក់ផ្សេងគ្នាបងប្អូនកិនបែបនេះខ្ញុំធ្វើឲ្យមើលអញ្ចឹងមកចាវារាល់អស់ហើយចាចាប់ផ្ដើមយើងយកមកលាយជាមួយនឹងម្សៅគឺយើងដាក់ល្ពៅចូលបន្តិចមកបន្ទាប់មកយើងដាក់ម្សៅអង្គដំណើបរបស់យើងចូលទៅហើយដាក់អំបិលបន្តិចបន្ទាប់មកយើងចាប់ផ្ដើមដាក់ខ្ទិះដូងចូលបន្តិចហើយច្បល់ចូលគ្នាសាច់ម្សៅនិងល្ពៅហ្នឹងគឺល្មូតចូលគ្នាឲ្យទៅជាសាច់តែមួយចាគឺយើងច្បល់ហើយយើងប្រើដៃកាច់កឲ្យស្អិតល្អហើយបងប្អូនចាឲ្យល្ពៅនិងម្សៅហ្នឹងគឺវាចូលសព្វបើសិនជារាវពេកយើងអាចថែមម្សៅទៀតបានបងប្អូនចាខ្ញុំលុញសកត់ទៅសកត់មករួចហើយបោសវាបន្តិចទៅដើម្បីឲ្យសាច់ម្សៅរបស់យើងហ្នឹងទន់ស្វិតល្អបងប្អូនឥឡូវយើងមកចាប់ផ្ដើមមើលត្រាវយើងមកវិញម្ដងបន្ទាប់ពីកិនឲ្យម៉ត់រួចហើយយើងក៏ចាប់ផ្ដើមធ្វើដូចតែល្ពៅចឹងបងប្អូនចាយើងត្រូវដាក់ម្សៅចូលកាច់ចុះកាច់ឡើងច្បាច់វាហើយរោយអំបិលបន្តិចជាមួយនឹងខ្ទិះដូងបន្តិចចាអញ្ចឹងគឺច្បាច់ច្បល់រហូតដល់ម្សៅរបស់យើងចូលសព្វត្រាវអស់ហើយចាទើបយើងចាប់ផ្ដើមមករៀបចំដាក់ចានហើយយើងចាប់ផ្ដើមលុញកាត់វាជាដុំតិចតួចបងប្អូនបង្អែមមួយមុខនេះបងប្អូនអាចយកផ្លែឈើប្រភេទអ្វីមកធ្វើជាមួយនឹងម្សៅក៏បានដូចគ្នាស្រេចតែបងប្អូនចូលចិត្តចាបងប្អូនអាចយកការ៉ុតមកធ្វើក៏បានដែរបងប្អូនការ៉ុតក៏ពណ៌ស្អាតដែរអញ្ចឹងបើសិនជាបងប្អូនចូលចិត្តអាចធ្វើដូចនាងខ្ញុំអញ្ចឹងទៅយើងយកទៅស្ងោរឲ្យផុយហើយយកមកកិនឲ្យម៉ត់ហើយយកលុញជាមួយនឹងច្បល់ជាមួយនឹងម្សៅឥឡូវបន្ទាប់ពីលុញបានគ្រប់ពណ៌អស់ហើយអញ្ចឹងចាប់ផ្ដើមកាត់ជាដុំអញ្ចឹងយើងលុញវាឲ្យមូលទៅអានេះយើងចង់បានទំហំប៉ុណ្ណាក៏ស្រេចតែបងប្អូនចូលចិត្តណាសម្រាប់ខ្ញុំយកប៉ុនចង្កឹះហ្នឹងទៅឬធំជាចង្កឹះបន្តិចចឹងណាយើងលុញវាឲ្យរៀងវែងបន្តិចមកបន្ទាប់មកយើងកាត់ដុំតូចចឹងមកផ្ដើមកាត់ឲ្យគ្រប់ពណ៌ឲ្យអស់រួចរាល់ហើយបានចាប់ផ្ដើមយកទឹកស្រស់អញ្ចឹងរយៈពេលដែលខ្ញុំកំពុងតែកាត់នេះខ្ញុំត្រូវដាក់ដាំទឹកចោលឲ្យពុះសិនចាតម្រាំតែយើងកាត់រួចរាល់ហើយអញ្ចឹងទឹកក៏ពុះល្មមឡើយនេះបើសិនជាយើងកាត់ហើយបើសិនជាម្សៅរបស់យើងនៅស្អិតជាប់គ្នាយើងអាចរោយម្សៅដំណើបដែលយើងអត់ទាន់បានលាយហ្នឹងគឺរោយដើម្បីកុំឲ្យវាជាប់ស្អិតចូលគ្នាបងប្អូនចាបងប្អូនខ្ញុំកាត់តូចឲ្យបានគ្រប់ពណ៌ដាក់ម្ដុំសិនហើយបានខ្ញុំទៅចាប់ផ្ដើមទៅធ្វើទឹកស្ករវិញម្ដងចារបៀបធ្វើទឹកស្ករគឺយើងប្រើទឹកដូងចាស់ហើយសាច់យើងទុកផ្សេងអញ្ចឹងយើងយកទឹកដូងដែលចាស់ហ្នឹងមកយកមកដាក់ជាមួយនឹងខ្ទិះដូងដើមបន្តិចហើយដាក់ស្ករសបន្តិចអំបិលបន្តិចចាបងប្អូនទៅដាក់ស្លឹកតើយដើម្បីឲ្យវាមានក្លិនឈ្ងុយបងប្អូនកុំប្រើស្ករសច្រើនពេកដោយសារទឹកដូងរបស់យើងរៀងផ្អែមអញ្ចឹងយើងយកដូងចាស់មកវារៀងទឹកផ្អែមអញ្ចឹងយើងដាក់តែបន្តិចបានហើយរួចហើយយើងលួចអំបិលបន្តិចអញ្ចឹងយើងដាំទឹកស្កររហូតដល់ពុះទើបយើងដាក់សាច់ដូងដែលយើងហាន់ស្ដើងដាក់ចូលគ្នារហូតដល់ពុះម្សៅទៀតទើបយើងបិទភ្លើងបានបន្ទាប់ពីធ្វើទឹកស្កររួចហើយអញ្ចឹងយើងចាប់ផ្ដើមមកដាំទឹកឲ្យពុះដាក់ម្សៅដែលយើងកាត់ហើយហ្នឹងគឺបង់ចូលទៅក្នុងឆ្នាំងតែបន្ទាប់ពីយើងបង់ចូលក្នុងឆ្នាំងហើយគឺយើងទុករហូតដល់នំរបស់យើងអណ្ដែតឡើងលើទើបយើងស្រង់ចេញដាក់ចូលទៅក្នុងទឹកត្រជាក់ចាឥឡូវអណ្ដែតហើយអញ្ចឹងបងប្អូនអាចដួសនំរបស់យើងដាក់ចូលទៅក្នុងទឹកត្រជាក់បានបងប្អូនចាឃើញពណ៌ក៏គួរឲ្យចង់ញ៉ាំដែរនេះគឺជាពណ៌ល្ពៅកាលពីប្រឡងខ្ញុំអត់បានធ្វើពណ៌ហ្នឹងដោយសារពេលវេលាខ្លីពេកអញ្ចឹងអត់បានធ្វើបានច្រើនមុខបងប្អូនចឹងហើយរឿងនេះចង់ធ្វើឲ្យបានច្រើនពណ៌បន្តិចចានេះខ្ញុំភ្លេចប្រាប់បងប្អូនទឹកស្ករបងប្អូនត្រូវលាយម្សៅឆាបន្តិចដាក់ចូលដើម្បីឲ្យទឹកស្កររបស់យើងខាប់ល្អហើយឆ្ងាញ់បងប្អូន
ចឹងឯរបស់យើងគឺបានឆ្អិនរួចរាល់ហើយចាអញ្ចឹងចៃដន្យមែនតើដោយសារថ្ងៃហ្នឹងគឺមានកូនហ្វេនគាត់សុំមកចូលលេងដោយសារគាត់ឃើញខ្ញុំចេញចូលក្នុងផ្ទះអញ្ចឹងទៅក៏គាត់សុំចូលលេងចំពេលដែលនេះខ្ញុំកំពុងតែធ្វើបង្អែមរួចហើយក៏ដួសម្នាក់មួយចានឲ្យគាត់ភ្លក់ចាហើយគាត់ថាឆ្ងាញ់ណាអ៊ំឆ្ងាញ់មែនតើអញ្ចឹងបង្អែមមរកតចម្រុះពណ៌គឺមានតែប៉ុណ្្នឹងទេពីរបៀបធ្វើចាបងប្អូនបើសិនជាចូលចិត្តចង់សាកល្បងធ្វើអាចធ្វើតាមនាងខ្ញុំបានហើយបើសិនជាឆ្ងល់អីអាចខមមិនសួរបានចាសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេក៏សូមអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនពីដើមដល់ចប់ចាជួបគ្នានៅវីដេអូក្រោយៗទៀតចាកុំភ្លេចជួយ follow page ថ្មីនិងជួយ like ជួយ share វីដេអូរបស់នាងខ្ញុំឲ្យបានជោគគ្រប់គ្នាផងណាអរគុណច្រើនជម្រាបលាបាយបាយ